តាមរយៈការសហការទាំងអស់ដែលមានខាងសហគមន៍ក៏បានចូលរួមទាំងអស់ទាំងអាជ្ញាធរមូលដ្ឋានគណៈបញ្ជាការឯកភាពស្រុកក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រមទាំងក្រសួងបរិស្ថានដូច្នេះហើយសមិទ្ធផលដែលយើងបានមកដល់ថ្ងៃនេះគឺបានសល់ការពារបានធានាបាននៅធនធានធម្មជាតិដែលនៅបានគង់វង្សយ៉ាងល្អប្រសើរដូចជាស្ដែងយើងមើលក្នុងដែនចម្រុះសត្វព្រៃស្រែពកនេះយើងនៅសល់វិសាលភាពនៃព្រៃឈើធនធានធម្មជាតិច្រើនណាច្រើនប្រភេទហើយបើសត្វព្រៃវិញគឺមានច្រើនប្រភេទដែនចម្រុះសត្វព្រៃស្រែពកមានសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញដែនទាំងអស់ហ្នឹងចំនួន9សហគមន៍តំបន់ការពារធម្មជាតិហើយសហគមន៍តំបន់ការពារធម្មជាតិនីមួយៗមានក្រុមល្បាតសហគមន៍ដូច្នេះហើយដែនចម្រុះមន្ត្រីឧទ្យានុរក្សដែនចម្រុះគាត់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍តំបន់ការពារធម្មជាតិដើម្បីជាកម្លាំងជួយដល់មន្ត្រីឧទ្យានុរក្សក្នុងការចូលរួមល្បាតក្នុងការដោះអន្ទាក់ក្នុងការឃ្លាំមើលបទល្មើសផ្សេងៗដែលបានកើតមាននៅក្នុងដែនចម្រុះសត្វព្រៃស្រែពកហើយបើថាយើងអត់មានវត្តមានរបស់មន្ត្រីឧទ្យានុរក្សទេព្រៃឈើសត្វព្រៃទាំងអស់ហ្នឹងនឹងត្រូវបានគេបរបាញ់ហើយឈើទាំងអស់ហ្នឹងនឹងត្រូវបានគេកាប់អញ្ចឹងទូនាទីមន្ត្រីឧទ្យានុរក្សពិតជាមានសារៈសំខាន់ក្នុងការរក្សាធនធានព្រៃឈើសត្វព្រៃនៅក្នុងតំបន់នេះទាំងមូលទោះបីជាការងារនេះប្រឈមទៅនឹងអាយុជីវិតជាមួយនឹងអ្នកបរបាញ់ឃ្លាតឆ្ងាយពីប្រពន្ធកូនពីគ្រួសារពីបងប្អូនប៉ុន្តែយើងនៅតែបន្តការងារនឹងព្រោះវាជាទូនាទីភារកិច្ចដែលយើងត្រូវតែបំពេញហើយវាជាឆន្ទៈក្នុងការបំពេញការងារយើងរាល់ថ្ងៃហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់ដោយសារមានចិត្តស្រឡាញ់ធនធានធម្មជាតិទាំងអស់ហ្នឹងខ្ញុំចង់ការពារធនធានធម្មជាតិព្រៃឈើសត្វព្រៃដែលនៅសេសសល់ទាំងអស់នៅក្នុងដែនចម្រុះសត្វព្រៃស្រែពកនេះ